អ្នកនរនេះសាកសម័យមើលបើសិនជាយើងជាអ្នកមានហើយនៅក្នុងពេលវេលាមួយកសិកម្មការរស់ស៊ីរបស់យើងនឹងកំពុងតែជួបបញ្ហានៅពេលនោះក៏ស្រាប់តែបញ្ហាមួយទៀតនឹងក៏បានមកដល់ដូចគ្នាតែកូនរបស់យើងនឹងគឺត្រូវបានគេចាប់ចម្រិតតែអ្នកនរគ្នានឹងមានដំណោះស្រាយបែបណាចំពោះបញ្ហាមួយនឹងសួស្តីអ្នកនរគ្នានៅក្នុងថ្ងៃនេះគឺខ្ញុំនឹងធ្វើការនិយាយសម្រាប់ទៅកាន់រឿងដែលមានចំណងជើងថា highest to lowest រឿងដំបូងគេបានចាប់ផ្ដើមឡើងដែលគេបានបង្ហាញអំពីបរិបទម្នាក់ដែលគាត់នឹងមានឈ្មោះថា David ដែល David ផងដែរគាត់នឹងគឺជាម្ចាស់ក្រុមហ៊ុន record label ដែលជាអ្នកនិពន្ធបទចម្រៀងណាហើយនៅពេលនោះគាត់នឹងគឺបានធ្វើការសុំទិញក្រុមហ៊ុនរបស់គាត់វិញពី investor របស់គាត់ហើយបន្ទាប់ពីគាត់បានធ្វើការនិយាយចរចាគ្នាហើយក៏គាត់នឹងក៏បានទៅពិភាក្សាជាមួយនឹងប្រពន្ធរបស់គាត់ដែលមានឈ្មោះថា Pam ហើយប្រពន្ធរបស់គាត់នឹងក៏បានសួរថាតើ David នឹងមានលុយគ្រប់គ្រាន់ក្នុងការទិញក្រុមហ៊ុននឹងមកវិញអត់ព្រោះដោយសារតែការទិញភាគហ៊ុននីមួយៗគឺចំណាយលុយច្រើនហើយក្រោយពីគាត់បាននិយាយគ្នាហើយក៏ David នឹងគឺបានជូនកូនប្រុសរបស់គាត់ដែលមានឈ្មោះថា Stray នឹងគឺទៅលេងបាល់បោះហើយនៅក្នុងពេលដែលគាត់កំពុងតែធ្វើដំណើរតាមផ្លូវហ្នឹងក៏កូនប្រុសរបស់គាត់ហ្នឹងគឺបាននិយាយណែនាំតារាម្នាក់ដែលគាត់ចូលចិត្តចឹងណាប៉ារបស់គាត់ហ្នឹងគឺអាចឲ្យតារាម្នាក់ស្រីហ្នឹងចូលក្រុមហ៊ុនគាត់បានអត់ហើយបើយើងកន្លែងមើលទៅកាន់ David វិញគាត់អត់សូវខ្វល់ជាមួយនឹងសម្ដីកូនរបស់គាត់បានទេព្រោះកូនរបស់គាត់នៅរៀងក្មេងចឹងណាហើយបន្ទាប់ពីគាត់បានដាក់កូនរបស់គាត់នៅសាលាហើយគាត់ហ្នឹងក៏បានទៅជួបមិត្តភក្តិរបស់គាត់ម្នាក់ទៀតដែលមានឈ្មោះថា Paul ដែលជាអ្នកបើកឡានឲ្យគាត់ដូចគ្នាបន្តមកទៀតក៏ David នឹងបានត្រឡប់ទៅក្រុមហ៊ុនរបស់គាត់វិញដែលគាត់នឹងបាននិយាយពិភាក្សាជាមួយនឹងមិត្តភក្តិរបស់គាត់ម្នាក់ទៀតដែលមានឈ្មោះថា Patrick ហើយគាត់នឹងបាននិយាយថាតើពួកគាត់នឹងគួរផលិតចម្រៀងជាមួយនឹង AI អត់ដែលគាត់គិតថាការផលិតជាមួយនឹង AI វាចំណាយលុយតិចជាងជាមួយនឹងការផលិតចម្រៀងនឹងជាមួយមនុស្សចំពោះ Patrick គាត់អត់សូវគ្រប់គ្រងជាមួយនឹងកំណត់បែបហ្នឹងទេតែ David វិញគឺគាត់ខ្វល់តែចំណុចមួយគត់គឺលុយហើយក្រោយមកទៀតក៏ David នឹងបានត្រឡប់ទៅផ្ទះវិញដែលគាត់បានទៅនិយាយជាមួយនឹងប្រពន្ធរបស់គាត់ម្ដងទៀតតែគាត់ធ្វើបែបហ្នឹងគឺត្រឹមត្រូវអត់ប្រពន្ធរបស់គាត់គឺអត់គ្រប់គ្រងទេបើមិនជាគាត់នឹងលក់ឡានលក់ផ្ទះរបស់គាត់ដើម្បីទិញក្រុមហ៊ុនមកវិញព្រោះគិតថាការដែលយើងទៅវិនិយោគទៅលើរឿងអីមួយគឺអាចហានិភ័យច្រើននៅពេលដែលយើងអត់មានរបស់ជាប្រចាំខ្លួនរបស់យើងចឹងណាហើយអំឡុងពេលដែលគាត់កំពុងតែនិយាយគ្នានោះក៏ David នឹងក៏បានទទួលការ call មួយពីខាងក្រៅហើយនៅពេលនោះក៏ David នឹងគឺបានដឹងថាកូនប្រុសរបស់គាត់នឹងគឺត្រូវបានគេចាប់ចម្រិតហើយក៏ David នឹងក៏បានទៅប្រាប់មិត្តភក្តិរបស់គាត់ Paul ជាមួយនឹងប្រពន្ធរបស់គាត់ដែលមានឈ្មោះថា Pam នឹងអាចទៅកាន់ប៉ូលីសទៅព្រោះនៅក្នុងពេលហ្នឹងគឺកូនរបស់គាត់នឹងត្រូវគេបានចាប់បាត់ហើយបន្តមកទៀតក៏ប៉ូលីសនឹងគឺបានទៅដល់ផ្ទះរបស់ David ហើយគាត់នឹងក៏បានសួរទៅកាន់ David ថាតើរឿងហ្នឹងកើតឡើងពីដំបូងមិនតើគាត់នឹងគឺបាននិយាយជាមួយនឹងជនចាប់ចម្រិតហ្នឹងអត់ហើយនៅពេលនោះក៏ David បាននិយាយរៀបរាប់ថាកូនរបស់គាត់នឹងគឺបានបាត់ខ្លួននៅសាលាហើយគាត់នឹងបានដឹងថាអ្នកចាប់ចម្រិតកូនរបស់គាត់នឹងគឺបានទេលុយរបស់គាត់នឹងគឺចំនួន 17.5 លានចឹងវាច្រើនមែនតើចំនួនលុយបែបហ្នឹងណាហើយបើយើងកន្លែងមើលទៅកាន់ប៉ូលីសវិញគាត់នឹងក៏បានចាប់ផ្ដើមធ្វើការងាររបស់គាត់ដែលគាត់នឹងក៏បានទៅ check មើលកាមេរ៉ា CC នៅកន្លែងលេងបាល់ហ្នឹងហើយគាត់នឹងគឺចាប់ផ្ដើម tracking ថាការ call នៅពេលដែល David ជាមួយនឹងជនចាប់ចម្រិតហ្នឹងនៅកន្លែងណាហើយលើដល់ពេលល្ងាចក៏ប៉ូលីសហ្នឹងគឺបានមកប្រាប់ក្រុមគ្រួសាររបស់ David វិញថាកូនរបស់គាត់ហ្នឹងត្រូវគេចាប់ចម្រិតខុសហើយអ្នកដែលត្រូវគេចាប់ចម្រិតបាននោះគឺមានឈ្មោះថា Kyle ដែលជាកូនរបស់ Paul ដែលជាមិត្តភក្តិរបស់គាត់ហ្នឹងចំពោះ Paul នៅពេលដែលគាត់បានឮថាកូនរបស់គាត់ត្រូវគេចាប់ចម្រិតគាត់ចាប់ផ្ដើមភ័យហើយព្រោះដោយសារតែចំនួនលុយបែបហ្នឹងគឺវាច្រើនមែនតើហើយក្រោយមកទៀតក៏ Paul ហ្នឹងគឺបានទៅនិយាយជាមួយនឹង David តែ David ហ្នឹងអាចជួយកូនរបស់គាត់បានអត់អញ្ចឹងនៅពេលនោះក៏ពួកគាត់ហ្នឹងក៏រៀងទាស់សម្ដីគ្នាដែរប៉ុន្តែ David គាត់ហ្នឹងអត់ទាន់និយាយទាំងអស់ដែលគាត់គិតថាចំនួនលុយបែបហ្នឹងគឺវាចំនួនច្រើនមែនតើហើយគាត់នឹងក៏បានស្ដីទៅកាន់ Paul ដូចគ្នាហើយបន្តមកទៀតក៏ David នឹងក៏បានទៅនិយាយជាមួយនឹង Patrick ដែល Patrick បាននិយាយពមៀនទៅកាន់ David ថាបើសិនជា David ហ៊ានចំណាយលុយទៅលើរឿងមួយហ្នឹងគឺ David នឹងអត់មានលុយទិញហ៊ុនក្រុមហ៊ុនរបស់គាត់មកវិញទេអញ្ចឹងការរកស៊ីរបស់គាត់ហ្នឹងគឺអាចនឹងបរាជ័យឬក៏ការសម្រេចចិត្តធ្វើអីមួយរបស់គាត់គម្រោងអនាគតរបស់គាត់ហ្នឹងគឺអត់អាចទៅមុខបានទេអញ្ចឹងក៏ David នៅក្នុងពេលមួយហ្នឹងគឺពិតជាពិបាកមែនតើដែលការសម្រេចចិត្តកូនរបស់មិត្តភ័ក្តិហើយជាមួយនឹងក្រុមហ៊ុនរបស់ខ្លួនចំពោះហេតុការណ៍មួយហ្នឹងគឺ David អត់សូវសប្បាយចិត្តទេដែលគាត់នឹងក៏បានទៅនិយាយជាមួយនឹងកូនរបស់គាត់ហើយនៅក្នុងស៊ីនហ្នឹងក៏គេបានបង្ហាញទៅកាន់ខាលដូចគ្នាដែលខាលពេលហ្នឹងគឺត្រូវបានគេចាប់ចម្រិតហើយដល់ថ្ងៃស្អែកក៏ David ហ្នឹងគឺបានសម្រេចចិត្តហើយគាត់ហ្នឹងគឺនឹងត្រូវជួយកូនរបស់ Paul ឲ្យមានជីវិតមកវិញព្រោះតែក្រុមចាប់ចម្រិតហ្នឹងគឺបានគម្រាមថាបើសិនជាដកលុយហ្នឹងទេខាលហ្នឹងគឺត្រូវបាត់បង់ជីវិតហើយអញ្ចឹងគាត់ហ្នឹងក៏បានសម្រេចចិត្តថានឹងដកលុយទាំងអស់ហ្នឹងគឺទៅជួយកូនរបស់ Paul ហ្នឹងទៅហើយក្រុមចាប់ចម្រិតហ្នឹងគឺពួកវានឹងឆ្លាតមែនតើដែលពួកវានឹងគឺឲ្យ David ហ្នឹងគឺចូលទៅក្នុងកន្លែងគេជាអតេសភ្លើងណាហើយនៅពេលដែល David ចង់តម្លាក់លុយគឺពួកវានឹងឲ្យ David តម្លាក់នៅចំកន្លែងកណ្ដាលហើយក៏មានគ្នាវាម្នាក់ទៀតហ្នឹងគឺបានធ្វើឲ្យហេតុការណ៍មួយហ្នឹងកំពុងតែចលាចលហើយអំឡុងពេលដែលកំពុងតែដោះលុយហ្នឹងគឺ David ហ្នឹងគឺបានរំពឹងទៅលើប៉ូលីសមែនតើដែលសារតែប៉ូលីសហ្នឹងគឺកំពុងតែស៊ើបអង្កេតដូចគ្នាអញ្ចឹងណាចំពោះហេតុការណ៍មួយហ្នឹងគឺប៉ូលីសធ្វើអីចេញទាំងអស់ដែលសារតែនៅក្នុងទីក្រុងមួយហ្នឹងកំពុងតែប្រារព្ធពិធីនៅតាមផ្លូវអញ្ចឹងគឺមានមនុស្សច្រើនញ៉ៃអញ្ចឹងប៉ូលីសគឺចាប់អត់បានក្រុមដែលចាប់ចម្រិតហ្នឹងទេហើយចំពោះលុយ 17.5 លានហ្នឹងគឺត្រូវបានក្រុមចាប់ចម្រិតហ្នឹងគឺយកទៅបាត់ហើយបើយើងកន្លែងមើលទៅកាន់ខាលដែលជាកូនរបស់ Paul វិញគឺគាត់ហ្នឹងក៏ត្រូវបានគេដោះលែងនេះគ្នាបន្តមកទៀតក៏ប៉ូលីសហ្នឹងក៏បានទៅសួរខាលថាត
តែខាងនឹងនៅពេលដែលគេចាប់ចម្រិតហ្នឹងតើគាត់បានជួបហេតុការណ៍ខ្លះហើយខាងហ្នឹងគឺបាននិយាយរៀបរាប់អំពីគាត់ស្ដាប់ឮបទចម្រៀងមួយដែលគេកំពុងលេងអញ្ចឹងណាប៉ុន្តែពេលនោះក៏ប៉ូលីសក៏បានធ្វើរបាយការណ៍ហើយក៏ David ហ្នឹងក៏បានលើអ្វីដែលខាងនិយាយដូចគ្នាហើយបើយើងក៏លេចមើលទៅកាន់ David វិញគាត់ហ្នឹងពិតជា sad ខ្លាំងមែនទែនដោយសារតែគាត់បានចំណាយលុយយ៉ាងច្រើនហើយនៅក្នុងថ្ងៃហ្នឹងគាត់ហ្នឹងគឺបានទៅក្រុមហ៊ុនរបស់គាត់វិញដូចគ្នានៅពេលនោះក៏ស្រាប់តែ investor ដែលជាអ្នកវិនិយោគនៅក្នុងក្រុមហ៊ុនហ្នឹងក៏បាននិយាយទៅកាន់ David ថា David ចំណាយលុយច្រើនអញ្ចឹងគឺយកលុយពីក្រុមហ៊ុនមែនហើយក៏ investor ហ្នឹងគឺបានប្រមានទៅកាន់ David ដូចគ្នាបើសិនជាគាត់ដឹងថា David បានដកលុយក្រុមហ៊ុនរបស់គាត់វិនិយោគហ្នឹងគាត់ហ្នឹងគឺនឹងធ្វើការប្តឹងទៅកាន់ David ហើយគាត់ហ្នឹងគឺអត់មាននិយាយអីច្រើនសាមញ៉ាំទេគាត់និយាយតែប៉ុណ្្នឹងហើយគាត់នឹងក៏បានដើរចាក់ចេញទៅ David នៅពេលនោះគឺគាត់ចាប់ផ្ដើមបាក់ទឹកចិត្តខ្លាំងមែនទែនដោយសារតែគាត់ចំណាយលុយច្រើនហើយគឺគាត់នឹងអត់បានអីមកវិញទេលុះដល់ពេលល្ងាចក៏ David នឹងគឺចាប់ផ្ដើមដើរទៅកន្លែងស្ពានដើម្បីរំសាយអារម្មណ៍ហើយគាត់នឹងក៏បានធ្វើការស្ដាប់ចម្រៀងជាមួយនឹងការរបស់គាត់នៅពេលនោះគាត់នឹងគឺបានលើចម្រៀងមួយដែលគាត់បានគិតថាចម្រៀងមួយហ្នឹងឯងដែលខាលបាននិយាយថាខាលបានលើពេលដែលគេចាប់ចម្រិតគាត់ណាហើយបន្តមកទៀតគាត់នឹងគឺបានស្ដាប់ម្ដងហើយម្ដងទៀតហើយពេលនោះគាត់នឹងគឺបានរត់ទៅកាន់មន្ទីរពេទ្យដែលគាត់បានទៅសួរខាលថាខាលអ្នកឯងនឹងគឺបានលើចម្រៀងមួយហ្នឹងមែនដែលគាត់គិតថាអ្នកដែលច្រៀងបទហ្នឹងមានឈ្មោះថា Young Fallen ហើយគាត់នឹងគឺបាននិយាយជាមួយនឹងប៉ូលីសដូចគ្នាតើគាត់នឹងអាចធ្វើប្រតិបត្តិការដើម្បីទៅស៊ើបសួរ Young Fallen ឥឡូវហ្នឹងបានអត់ប៉ុន្តែពេលហ្នឹងដោយសារតែវាហៀងយប់ហើយអញ្ចឹងក៏ប៉ូលីសហ្នឹងគឺបានសម្រេចចិត្តថានឹងទៅថ្ងៃស្អែកប៉ុន្តែបើយើងកន្លែងមើលទៅកាន់ David វិញនៅពេលនោះគាត់ហៀងភ័យដែរដោយសារតែគាត់នឹងគឺបានដកលុយក្រុមហ៊ុនរបស់គាត់ហើយគាត់បានបារម្ភថាលុយរបស់គាត់17លាន.5ហ្នឹងគឺត្រូវគេចាយអស់អញ្ចឹងណាគាត់នឹងក៏បានធ្វើប្រតិបត្តិការជាមួយនឹងមិត្តភក្តិរបស់គាត់ដែលជា Paul ហ្នឹងពីអ្នកគាត់ហ្នឹងគឺចាប់ផ្ដើមទៅផ្ទះរបស់ Young Fallen ហើយក្រោយមកទៀតក៏ពួកគាត់ទាំងពីរនាក់ហ្នឹងគឺបានទៅដល់ផ្ទះរបស់ Young Fallen ហើយគាត់ហ្នឹងគឺបានជួបជាមួយនឹងប្រពន្ធរបស់ Young Fallen នៅពេលនោះក៏ប្រពន្ធ Young Fallen ហ្នឹងរៀងស្គាល់ David ដែរដោយសារតែ David ហ្នឹងគាត់គឺជាម្ចាស់ក្រុមហ៊ុនហើយគាត់នឹងគឺបានធ្វើការជាមួយនឹងតារាច្រើនអញ្ចឹងគាត់រៀងល្បីដែរហើយក៏ប្រពន្ធរបស់ Young Fallen ហ្នឹងគឺបានអនុញ្ញាតឲ្យ David ហ្នឹងគឺចូលផ្ទះរបស់គាត់ទៅបន្តមកទៀតក៏ David ហ្នឹងគឺចាប់ផ្ដើមចាក់មនោគមហើយដែលគាត់ហ្នឹងគឺបាននិយាយថា Young Fallen ហ្នឹងគឺជាមនុស្សដែលមានទេពកោសល្យអាចនិពន្ធបទចម្រៀងឲ្យបានហ្នឹងទៅអញ្ចឹងគាត់ហ្នឹងកំពុងតែព្យាយាមដាក់មនោគមថាឲ្យប្រពន្ធរបស់គាត់ហ្នឹងប្រាប់ទីតាំងរបស់ Young Fallen មើលថា Young Fallen ហ្នឹងឥឡូវហ្នឹងនៅណានៅពេលហ្នឹងក៏ប្រពន្ធរបស់ Young Fallen ហ្នឹងគាត់រៀងគិតថា David មកនៅក្នុងផ្លូវល្អអញ្ចឹងគាត់នឹងក៏បានប្រាប់ location ទៅកាន់ David ថាប្តីរបស់គាត់ហ្នឹងឥឡូវហ្នឹងគឺកំពុងតែ record បទចម្រៀងនៅក្នុង studio មួយហើយបន្តមកទៀតក៏ David ជាមួយនឹង Paul ហ្នឹងគឺចាប់ផ្ដើមធ្វើដំណើរទៅកាន់ទីតាំង studio ហ្នឹងហើយនៅពេលនោះក៏ស្រាប់តែគាត់ហ្នឹងគឺបានជួបជាមួយនឹង Young Fallen មែននៅពេលដែលគាត់កំពុងតែ record សំឡេងហ្នឹងណាហើយនៅពេលដែលបានជួបគ្នាហ្នឹងគឺ Young Fallen រៀងធ្វើសើព្រោះគាត់បានដឹងថាគាត់ហ្នឹងគឺជាអ្នកទាលុយពី David ហ្នឹងហើយប៉ុន្តែគាត់រៀងធ្វើសើថាគាត់សប្បាយចិត្តមែនតើនៅពេលដែលគាត់នឹងបានជួបជាមួយនឹង David តែ David ពេលហ្នឹងគាត់មាននិយាយច្រើនទេព្រោះដោយសារតែគាត់ហ្នឹងគឺចង់បានលុយរបស់គាត់ត្រឡប់មកវិញហើយបន្ទាប់ពីធ្វើការនិយាយពិភាក្សាមួយស្ទុះហើយក៏ពីអ្នកគេហ្នឹងគឺនិយាយអត់ត្រូវគ្នាទេក៏ស្រាប់តែ Young Fallen ហ្នឹងក៏បានដកកំភ្លើងរបស់គាត់ហ្នឹងក៏បានបាញ់ទៅកាន់ David ទៅប៉ុន្តែចំពោះការបាញ់នេះហ្នឹងគឺ David ហ្នឹងគឺបានកិច្ចទាន់អញ្ចឹងគាត់ត្រូវរបួសឯទេហើយក៏ Young Fallen ហ្នឹងគឺចាប់ផ្ដើមរត់គេចចេញពីកន្លែងហ្នឹងហើយនៅពេលដែលប្រទេសបន្ទាប់កំពុងតែបាញ់គ្នាហ្នឹងក៏ស្រាប់តែ Paul ហ្នឹងគឺត្រូវរបួសហើយក៏ David ហ្នឹងគឺបានដេញតាម Young Fallen តាមម្នាក់ឯងទេហើយពីអ្នកគាត់ហ្នឹងគឺបានទៅដល់កន្លែងរទេះភ្លើងមួយហើយក៏ស្រាប់តែពួកគាត់ទាំងពីរហ្នឹងក៏ចាប់ផ្ដើមធ្វើការវាយគ្នានៅកន្លែងហ្នឹងផងដែរប៉ុន្តែចុងក្រោយហ្នឹងនៅក្នុងការវាយគ្នាហ្នឹងគឺ David គឺបានឈ្នះហើយប៉ូលីសហ្នឹងក៏បានចោះទៅចាប់ Young Fallen ទៅហើយនៅក្នុងផ្ទះរបស់ Young Fallen ហ្នឹងផងដែរប្រពន្ធរបស់គាត់ហ្នឹងគឺអត់បានដឹងថាប្តីរបស់គាត់ហ្នឹងគឺប្រព្រឹត្តរឿងទាំងអស់ហ្នឹងទេហើយបើយើងនិយាយអំពីលុយ17លានហ្នឹងក៏ប៉ូលីសហ្នឹងក៏បានរឹបអស់យកមកវិញផងដែរហើយបន្តមកទៀតក៏សាច់រឿងហ្នឹងគឺបានចូលទៅដល់ថ្ងៃស្អែកមួយថ្ងៃទៀតហើយតែនៅពេលហ្នឹងគឺក្រុមគ្រួសាររបស់ David ហ្នឹងគឺបានទៅមើលផលក្នុងមន្ទីរពេទ្យចំពោះផលវិញគាត់ហ្នឹងត្រូវរបួសភ្នែកតាន់តិចទេហើយគាត់ហ្នឹងក៏បាននិយាយអរគុណទៅកាន់ David ដែល David ហ្នឹងគឺបានហ៊ានចំណាយលុយយ៉ាងច្រើនជួយកូនរបស់គាត់ហើយគាត់ហ្នឹងគឺពិតជាសប្បាយចិត្តមែនទែននៅពេលដែលមានមិត្តភក្តិល្អបែបហ្នឹងអញ្ចឹងណាហើយបើយើងក៏លេចមើលទៅកាន់ Young Fallen វិញនៅពេលដែលគាត់បានប្រព្រឹត្តរឿងអាក្រក់អញ្ចឹងហើយក៏ស្រាប់តែគាត់នឹងមានឈ្មោះបោះសម្លេងវិញអញ្ចឹងមាន fan របស់គាត់ជាច្រើនហ្នឹងគឺបានធ្វើការប្រឆាំងតតាំងជាមួយនឹងរដ្ឋាភិបាលដែលគិតថាការចាប់បែបហ្នឹងគឺអត់ត្រឹមត្រូវទេព្រោះដោយសារតែ Young Fallen ហ្នឹងគឺអត់ទាន់បានសម្លាប់មនុស្សម្នាក់ទេហើយក្រោយមកទៀតក៏តុលាការហ្នឹងគឺបានកាត់ក្តីឲ្យ Young Fallen ហ្នឹងគឺជាប់ទោសចំនួនរយៈពេល25ឆ្នាំក្នុងគុកហើយបន្តមកទៀតក៏មួយខែហ្នឹងគឺបានកន្លងផុតទៅហើយក៏ David ហ្នឹងគឺបានទៅជួបជាមួយនឹង Young Fallen នៅក្នុងគុកហើយនៅពេលនោះក៏ Young Fallen ក៏រៀងសប្បាយចិត្តដែរហើយគាត់ហ្នឹងក៏បាននិយាយឌឺដងទៅកាន់ David ថាបើ David ឲ្យគាត់ចូលនៅក្នុងក្រុមហ៊ុនរបស់គាត់ដែលជា Stacking Hill ហ្នឹងក្រុមហ៊ុនរបស់ David ហ្នឹងគឺប្រកាសជារកលុយបានច្រើនប៉ុន្តែពេលហ្នឹងគឺ David គឺគាត់មែនទែនគាត់ក៏បាននិយាយផ្លែផ្កាទៅកាន់ Young Fallen វិញដែលគាត់បាននិយាយថា25ឆ្នាំនៅក្នុងគុកហ្នឹងគឺវាឆ្ងាយអញ្ចឹងគាត់បានខ្វល់រឿងលុយបែបហ្នឹងឯងបន្ទាប់ពីនិយាយហើយគាត់ហ្នឹងក៏បានដើរចេញពីកន្លែងហ្នឹងទៅហើយនៅក្នុងថ្ងៃនេះផងដែរក៏ David ហ្នឹងគឺបានទៅជួបជាមួយនឹងតារាម្នាក់ទៀតដែលតារាស្រីម្នាក់នោះគឺមានឈ្មោះថា Sula ដែលកូនរបស់គាត់ហ្នឹងគឺបានណែនាំកាយពីដើមរឿងហើយគាត់ហ្នឹងគឺបានមើលមុខទៅកាន់ Sula ថាគាត់ហ្នឹងគឺនឹងយក Sula ចូលក្រុមហ៊ុនរបស់គាត់ហើយគាត់ហ្នឹងគឺនឹងបញ្ចប់កំណត់ថានឹងយក AI ជាអ្នកនិពន្ធបទចម្រៀងទៀតហើយសាច់រឿងហ្នឹងក៏បានចាប់ត្រឹមហ្នឹង
ថ្ងៃនេះអ្នកសាយរឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថារឿងហ្នឹងវាល្អមកគួរសមដែរដោយសារតែតួអង្គ David ហ្នឹងគាត់គឺជាតារាជើងចាស់ដ៏ល្បីម្នាក់អញ្ចឹងណាហើយបើយើងកន្លែងមើលទៅកាន់ character របស់ David ផងដែរគាត់គឺជាមនុស្សម្នាក់ដែលមានលុយមានអំណាចអញ្ចឹងទៅប៉ុន្តែដោយសារតែគាត់លោភលន់ពេកអញ្ចឹងការសម្រេចចិត្តអីមួយគាត់គិតតែពីអារម្មណ៍របស់គាត់ទេប៉ុន្តែជាចុងក្រោយនៅពេលដែលគាត់ជួបបញ្ហាអញ្ចឹងទើបគាត់ដឹងថាលុយមិនមែនជាអ្វីគ្រប់យ៉ាងទេហើយនៅពេលដែលគាត់បានជួបបញ្ហាហ្នឹងគាត់ក៏ចាប់ផ្ដើមដូរការកែរបស់គាត់ដូចគ្នាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាជួបអ្នកនរគ្នានៅក្នុងវីដេអូក្រោយៗទៀតបាយបាយ